Chúng lần po nhiệt nhóm po thằng ngày đi mò lên ta lọc ta cha vọt viêm ra mà lên cái đó chia mà sơ sọc tục quạt đài vì pro tha score cái này tạm chặt dù ấy mình đời một đòn sáng thất lọp nơi vọt po đầm smile buồn làm khai đây bên tay mình đây một đó tẹt cắt xong rồi ta vọt viêm ra mà đây cây ngàyนึงmột đó tẹtกันmong bây giờ mìnhนึงនៅសាំងលេងនឹងមួយគាត់ទៅឥឡូវមើលនេះតបអ៊ីវ៉ាន់កាត់លុកដោมันធម្មតាតែញាតញោមនេះហើយកូនក្រមុំទៅត្រមចារៃរបស់គាត់នៅទួយហើយស្ថានភាពនៅផ្ទះកាត់ជុំវិញនឹងខ្ញុំមើលកាត់លុកតោបជាងល្អដែរប៉ុន្តែឥឡូវក្រុមហ៊ុនគេបាត់ផ្លូវអស់ហើយធ្វើមិនទេហើយមួយយ៉ាងទៀតមាននេះកាត់មានកូនក្រមុំមួយនេះមួយនេះយ៉ាងស្អាតកូនក្រមុំសស្គូខ្ញុំមើលកូនក្រមុំគាត់ហ្នឹងសម្រាប់ជាយានជំនិះធ្វើដំណើរទៅផ្លូវឆ្ងាយបោនឹងកូនក្រមុំប៉ុនគាត់ហ្នឹងកូនក្រមុំរបស់គាត់មកស្អាតហ្មងខ្ញុំមើលជំវិញនៅខាងផ្ទះកាត់ហ្នឹងចំការគាត់ហ្នឹងនៅខាងវាលមរះនៅខាងវាលមរះចិត្តនឹងវត្តវាលមរះហ្មងខ្ញុំបើថាចិត្តមិនចិត្តអីប្រមាណតែប្រហែលជា1គីឡូនេះបងប្រហែលជា1គីឡូនេះខ្ញុំមើលហើយស្ថានភាពចំវិញស្ទើរចំការណាក់នៅវាមរះហ្នឹងខ្ញុំឃើញណាចឹងថ្មក៏ចាញ់មកជួយសុកតុកក៏ដូចជាមកលេងមួយគាត់ហ្នឹងបានមួយថ្ងៃដែរបន្តិចទៀតហ្នឹងថ្មនឹងចាញ់ដំណើរទៅខាងស្នួលខាងស្នួលហ្នឹងទៅមើលជាងគេកែឡានឲ្យថ្មដែរហើយខាងនេះខ្ញុំមើលដូចជាមានផ្លូវគាត់ថាផ្លូវក្រុមហ៊ុនហ្នឹងខ្ញុំណាផ្លូវក្រុមហ៊ុនខ្ញុំមើលខាងផ្លូវក្រុមហ៊ុនជំវិញផ្លូវក្រុមហ៊ុននឹងជំវិញផ្លូវក្រុមហ៊ុននៅខាងចំការក៏ស៊ូគេហៅភូមិក្រុមហ៊ុនក៏ស៊ូផងក្រុមហ៊ុនខាងដើមចេកក្រុមហ៊ុនចំការចេកច្រើនធំណាស់ញោមវាលវឹងលវើដាច់សយ៉ាលហើយក៏ជាវាធំចឹងនេះស្រួលមួយយ៉ាងដែរដល់ឥឡូវពេលនេះក្រុមហ៊ុនគេកាយផ្លូវបាត់មកខាងទៅគឺតាអាចារ្យហ្នឹងគាត់ប្របាកដែរបើតាមមើលទៅគាត់ប្របាកនឹងចាញ់ចូលពីប្រថាផ្លូវប្របាកនឹងប្រទេសគាត់ណានៅតាមចង្ការបើទៅតាមចង្ការអញ្ចឹងឃើញប្របាកមួយយ៉ាងដែរខ្ញុំណាបើហើយស្ថានភាពក៏ឃើញក៏ឲ្យចាប់អារម្មណ៍ដែរបើសិនជាផ្លូវថ្នល់វាស្រួលហ្នឹងគាត់ប្រហែលជាគេលុកអីវ៉ាន់លុកដូរលុកចាប់ហួយនឹងបានគ្រប់បែបយ៉ាងហើយកូនឡានផងកាត់មួយមួយល្អមួយយ៉ាងដែរណោះទៅឃើញស្រួលល្អមែនតើខ្ញុំមើលផ្លូវឡានរបស់កាត់យ៉ាងល្អខ្ញុំឃើញចឹងក៏ឃើញស្រឡាញ់ដែរថ្មក៏មកលេងហ្នឹងប៉ុន្តែឥឡូវពេលមិនមែនភ្លៀងហ្នឹងភ្លៀងសើមប៉ុន្តែផ្លូវក៏មិនទៅពិបាកអីប្រហែលដែរដេកគ្រោះក្រហមខ្ញុំដឹងស្រាប់ហើយគ្រោះក្រហមនៅជំវិញផ្ទះកាត់ហ្នឹងខ្ញុំមកឃើញណាដូច្នេះសូមញាតិញោមមើលហើយទស្សនាឃើញថានេះកន្លែងតំបន់ក្រុមហ៊ុនកាស៊ូផងក្រុមហ៊ុនត្លងផងក្រុមហ៊ុនចេកផងស្ទើរតែក្រុមហ៊ុនទាំងអស់សម្រាប់ប្រជាពលរដ្ឋខ្មែរយើងគាត់រស់នៅในតំបន់នេះហើយនៅជុំវិញនឹងស្ទើរតែក្រុមហ៊ុនទាំងអស់គាត់រស់នៅនឹងយ៉ាងស្រួលដែរប៉ុន្តែក្នុងពេលនេះគេកាយផ្លូវនឹងមកខាងហ្នឹងចង់ឲ្យប្របាកគាត់បន្តិចខាងការធ្វើដំណើររបស់មនុស្សទៅហើយការលុកចាប់ហួយរបស់គាត់ហ្នឹងគឺថាលុកមិនសូវបានហួហេដែរពីប្រថាជាប់ផ្លូវអស់ហើយហ្នឹងខ្ញុំគាត់ថាជាប់ផ្លូវជំវិញកន្លែងខ្ញុំមើលនឹងអាហ្នឹងប្រទេសគាត់
ហើយនៅប្រព័ន្ធគាត់នៅប្តីប្រពន្ធគាត់នឹងហើយដែលជាអ្នករស់នៅនៅកន្លែងនេះព្រោះអញ្ចឹងសូមចម្រើនពរញាតិញោមពរ